ចាសូមគោរពនិងជម្រាបសួរទៅដល់ពុកម៉ែបងប្អូនដែលនិយមតាមដានទស្សនានៅ Channel ស្រីពេជ្រ Official សូមជួយចុច Subscribe និង Share ដើម្បីទទួលបាននៅវីដេអូហោរាសាស្ត្រប្រចាំថ្ងៃនៅថ្ងៃបន្តទៀតសម្រាប់ថ្ងៃនេះនាងខ្ញុំក៏សូមធ្វើការបកស្រាយជូននៅហោរាសាស្ត្រប្រចាំថ្ងៃត្រូវនៅថ្ងៃប្រហ័សថ្ងៃទី12ខែមិថុនាឆ្នាំ2025នេះយើងឃើញថាមុននឹងធ្វើការជម្រាបជូននៅគឺហោរាសាស្ត្រប្រចាំថ្ងៃនោះអ្នកគ្រូក៏សូមធ្វើការបង្ហាញនៅក្បួនគុណគូទូទាយមួយចំនួនដើម្បីចែកជូនដល់លោកអ្នកបានទស្សនាជាដំបូងសិនពុកម៉ែបងប្អូនប្រកាសជាចង់ដឹងហើយថាក្បួនហុងស៊ុយថាតើក្នុងថ្ងៃប្រហ័សនេះនឹងមានហុងស៊ុយល្អទៅលើសកម្មភាពអ្វីខ្លះហើយហុងស៊ុយល្អមធ្យមចំពោះសកម្មភាពអ្វីខ្លះអញ្ចឹងតើតាមជាមួយនឹងសកម្មភាពល្អស្របជាមួយនឹងក្បួនហុងស៊ុយប្រចាំថ្ងៃប្រហ័សនេះឃើញថាគឺហុងស៊ុយល្អចំពោះការជីកដីហុងស៊ុយល្អចំពោះការចាប់ផ្ដើមសាងសង់ឬក៏ការបើកការដ្ឋានផ្សេងក្នុងថ្ងៃប្រហ័សនេះហុងស៊ុយល្អចំពោះការផ្លាស់ប្ដូរក្រែហុងស៊ុយល្អចំពោះការជួសជុលផ្ទះអញ្ចឹងនេះគឺជាហុងស៊ុយល្អប្រចាំថ្ងៃប្រហ័សដោយឡែកចំពោះហុងស៊ុយកម្រិតមធ្យមនាថ្ងៃប្រហ័សនេះដែរក៏ឃើញថាហុងស៊ុយមធ្យមចំពោះការទទួលបាននៅការងារដែលថ្មីហុងស៊ុយមធ្យមចំពោះការរស់រើឬក៏ការបំផ្លាញអគារហុងស៊ុយមធ្យមចំពោះការធ្វើដំណើរផ្សេងអញ្ចឹងទាំងនេះគឺជាហុងស៊ុយកម្រិតមធ្យមប្រចាំថ្ងៃប្រហ័សនេះដោយឡែកបើយើងក្រឡេកមកមើលឆ្នាំដែលឆុងក្នុងថ្ងៃប្រហ័សនេះដែរក៏ឃើញថាគឺឆ្នាំកុលឆុងគ្នាជាមួយនឹងឆ្នាំម្សាញ់ផងដែរអស់លោកអ្នកដែលកើតឆ្នាំកុលអស់លោកអ្នកដែលកើតឆ្នាំម្សាញ់បើកាលណាដឹងថាឆ្នាំខ្លួនឯងគឺឆុងគ្នាហើយចូលចេះប្រយ័ត្នប្រយែងចូលចេះគឺយកអធិស្ឋានមិនតែប៉ុណ្ណោះប្រសិនបើលោកអ្នកធ្វើការជាចាគឺឆ្នាំទាំងពីរនេះនៅកន្លែងរួមគ្នាគឺអាចធ្វើឲ្យលោកអ្នកគឺសមប្រកបច្រើនព្រោះអីកាលណាដែលមានឆ្នាំទាំងពីរនេះនៅកន្លែងតែមួយគ្នាគឺអាចបង្កជាបញ្ហាឬក៏រឿងមិនល្អកើតឡើងផងដែរអញ្ចឹងប្រសិនបើជាបានជាចោះគឺជាការល្អប្រសើរហើយបើចេះយកអធិស្ឋានក៏កាន់តែពិសេសទៅទៀតចានេះគឺជាការបង្ហាញនៅហុងស៊ុយប្រចាំថ្ងៃប្រហ័សថ្ងៃទី12ខែមិថុនាឆ្នាំ2025នេះជាបន្តទៅទៀតអ្នកគ្រូក៏សូមធ្វើការបកស្រាយនៃកតងជាមួយនឹងក្បួនយាមក្រឡាវិញម្ដងចាសម្រាប់ក្បួនយាមក្រឡាពុកម៉ែបងប្អូនប្រកាសជាដឹងហើយថាក្បួននេះគឺជាក្បួនក្នុងការមើលពេលវេលាដែលត្រូវធ្វើដំណើរលោកអ្នកដឹងទេថាក្នុងថ្ងៃប្រហ័សថ្ងៃទី12ខែមិថុនាឆ្នាំ2025នេះវេលាពេលព្រឹកចាប់ពីម៉ោង 6:00 ទៅដល់ម៉ោង 8:24 នាទីគឺជាពេលវេលាគ្រោះថ្នាក់និងសម្រាប់ពេលពេញពន្លឺចាប់ពីម៉ោង 8:24 នាទីទៅដល់ម៉ោង 10:48 នាទីនោះគឺជាពេលវេលាធម្មតានិងដោយឡែកចំពោះពេលថ្ងៃត្រង់ចាប់ពីម៉ោង 10:48 នាទីទៅដល់ម៉ោង 1:12 នាទីគឺជាពេលវេលាសេរីនិងចំពោះពេលរសៀលចាប់ពីម៉ោង 1:12 នាទីទៅដល់ម៉ោង 3:36 នាទីនោះគឺជាពេលវេលាទុកសោកនិងដោយឡែកចំពោះពេលល្ងាចចាប់ពីម៉ោង 3:36 នាទីទៅដល់ម៉ោង 6:00 គឺជាពេលវេលាលាភជ័យសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាបើយោងទៅតាមក្បួនយាមក្រឡាននេះពុកម៉ែបងប្អូនប្រកាសជាឃើញហើយថា
គឺបានបែងចែកនៅពេលវេលាល្អក៏ដូចជាបានបែងចែកនៅពេលវេលាដែលមិនល្អដូច្នេះហើយគឺតម្រូវឲ្យពុកម៉ែបងប្អូនត្រូវតែចេះធ្វើការជ្រើសរើសយកពេលវេលាល្អក្នុងការចេញដំណើរក្នុងថ្ងៃព្រោះនេះឲ្យស្របជាមួយនឹងក្បួនស្របជាមួយនឹងគឺទំនាយដើម្បីយកលៀបយកជ័យចំពោះពេលវេលាល្អប្រចាំថ្ងៃព្រោះរួមមានគឺនៅពេលល្ងាចគឺនៅពេលពេញពន្លឺក៏ដូចជានៅពេលថ្ងៃត្រង់សម្រាប់ពេលវេលាទាំង3នេះផងដែរគឺអាចនាំនៅសេចក្តីសុខចម្រើននាំលៀបនាំជ័យនាំផ្លែនាំផ្កាមិនតែប៉ុណ្ណោះធ្វើឲ្យជីវិតរបស់លោកអ្នកគឺកាន់តែរីកចម្រើនដាក់ចុះដុះតាមដៃប្រសិនបើចង់បាននៅជោគជ័យខ្លាំងចូលធ្វើការព្យាយាមចេញដំណើរចំពេលល្ងាចទាំងអស់គ្នាណាដែលជាពេលវេលាល្អជាងគេប្រចាំថ្ងៃព្រោះនេះសម្រាប់ពេលវេលាល្អក៏ត្រូវបានលាតត្រដាងរួចរាល់ដោយឡែកចំពោះពេលវេលាដែលគឺមិនល្អវិញពុកម៉ែបងប្អូនមិនគួរណាចេញដំណើរចំពេលវេលាទាំងនោះទេរួមមានគឺនៅពេលព្រឹកក៏ដូចជានៅពេលរសៀលជាស្រ័យសម្រាប់ពេលវេលាទាំងពីរនេះផងដែរគឺអាចនាំនៅគ្រោះនាំនៅទុក្ខលំបាកនាំនៅរឿងមិនល្អដែលធ្វើលោកអ្នកពិបាកក្នុងការទប់ទល់ពិបាកក្នុងការដោះស្រាយទៅទៀតនេះឯងគឺជាក្បួនយាមក្រឡាដែលជាក្បួនសំខាន់តែតាន់ជាមួយនឹងក្បួនក្នុងការមើលទិសទាំង8លោកអ្នកដឹងទេថាដោយសារតែថ្ងៃប្រហ័សគឺមានកម្លាំងគឺ19គឺតម្រូវពុកម៉ែបងប្អូនត្រូវទៅបានមកត្រប់ទិសដែលជាដង្ហើមរួចប្រចាំថ្ងៃជាមុនសិនគឺត្រូវទៅបានមកត្រប់ទិសបូននេះជាមុនសិនហើយសំបន្តចេញដំណើរទៅបំពេញកិច្ចការងារតាមក្រោយចុះកាលណាដែលពុកម៉ែបងប្អូនធ្វើការបែរមុខត្រប់ទិសបូននេះរួចហើយមានន័យថាពុកម៉ែបងប្អូនគឺបានបំពេញនៅគឺលក្ខខណ្ឌមួយដែលត្រឹមត្រូវគឺស្រូបយកនៅធម៌ពលស្រូបយកនៅសេរីសុស្ដីស្រូបយកនៅរឿងល្អៗស្រូបយកនៅកម្លាំងដ៏អស្ចារ្យដើម្បីយកឈ្នះអស់នៅមាសត្រូវមិនថាចិត្តមិនថាឆ្ងាយចឹងសង្ឃឹមថាពុកម៉ែបងប្អូនគឺអនុវត្តទៅតាមក្បួននេះឲ្យបានគ្រប់គ្នាព្រោះអីគឺមានប្រសិទ្ធភាពខ្លាំងណាស់តែតាន់ជាមួយនឹងហោរាសាស្ត្រប្រចាំថ្ងៃសម្រាប់ពុកម៉ែបងប្អូនដែលកើតនៅក្នុងឆ្នាំជាដំបូងគេនេះគឺត្រូវជាមួយនឹងលោកអ្នកដែលកើតឆ្នាំជូតសម្រាប់រាសីរបស់លោកអ្នកដែលកើតឆ្នាំជូតក៏ឃើញថាគឺល្អជាមួយខ្ញុំនោះទេនាថ្ងៃនេះដំណើរចាក់ចេញគឺពីផ្ទះបើទោះពុំមានជាឧបសគ្គឬក៏បញ្ហាមិនល្អចូលយីក៏ពិតមែនតែបើចង់ពឹងពាក់នរណាម្នាក់ក៏តែងតែពុំសម្រេចគឺជោគជ័យដោយក៏បំណងនោះឡើយដោយឡែកបើយើងក្រឡេកមកមើលការប្រកបការងាររបស់ពុកម៉ែបងប្អូនដែលកើតឆ្នាំសត្វនេះផងដែរលោកអ្នកពុំសូវគួរប្រសើរប៉ុន្មាននោះទេហើយបើមានកិច្ចការងារអ្វីដែលសំខាន់ដែលត្រូវដោះស្រាយក៏ឃើញថាមិនអំណោយផលល្អនោះដែរហេតុនេះបើចង់ពន្យាពេលក៏ជាការប្រពេអ្នកប្រកបរបររកស៊ីជួញដូរក៏ជួបបញ្ហាក្នុងការរកប្រាក់ចំណូលបន្តិចហើយប្រាក់បង្វិលដើមទុនក៏ជួបបញ្ហាលំបាកច្រើនផងដែររីឯបញ្ហាសេរីស្នាប្រុសស្រីមានការប្រើព្រួលផ្លាព្រោះជួនត្រូវរើគ្នាព្រោះជួនទាស់ទេគ្នាចាជាបន្តទៅទៀតក៏សូមធ្វើការបកស្រាយគុណគូទូទាយគឺត្រូវជាមួយនឹងពុកម៉ែបងប្អូនដែលកើតឆ្នាំឆ្លូវឆ្នាំឆ្លូវដែលសារតែមានទៀតដីដែលសារតែមានពងគឺមនុស្សប្រុសរាសីរបស់លោកអ្នកក៏ឃើញថាគឺធ្លាក់ស្រុតចុះនៅក្នុងថ្ងៃនេះលោកអ្នកឲ្យប្រយ័ត្នការបាត់បង់ប្រកាសដោយមិនដឹងខ្លួនឬក៏ការទទួលដំណឹងមិនគួរឲ្យសប្បាយចិត្តអ្វីមួយកើតមានឡើងចំពោះបញ្ហាសំខាន់ឬក៏បញ្ហាប្រញាប់បន្ទាន់ក៏ត្រូវតែមានការប្រយ័ត្នប្រយែងលោកអ្នកត្រូវចេះពិភាក្សាជាមួយនឹងអ្នកដទៃហើយធ្វើអ្វីប្រយ័ត្នប្រយែងទើបមិនមានបញ្ហាណាមួយដែលលោកអ្នកពិបាកក្នុងការដោះស្រាយអ្នកប្រកបរបររកស៊ីជួញដូរវិញក៏ជួបបញ្ហាគឺលំបាកក្នុងការតាក់ទាញអតិថិជនបន្តិចឯប្រាក់កម្រៃទៀតសោត
ก็តលតែខិតខំខ្លាំងទៅប្រប្រាក់ចំណូលគ្រាន់ចិញ្ចឹមគ្រួសារគឺគ្រាន់ទៅរួចចាដោយឡែកចំពោះសេចក្តីស្នេហាប្រុសស្រីកំឡោះក្រមុំចូលប្រយ័ត្នការដើរពីវាលពីកាលនាំតែការរឿងអាក្រក់ណាមួយហើយជួបផលលំបាកនៅគ្រាខាងមុខមានតែទឹកភ្នែកគឺអាចនឹងជូតក្បាលជង្គង់ជាបន្តទៅទៀតអ្នកគ្រូក៏សូមធ្វើការបកស្រាយគុណគូទូទាយនៅជើងលេខនៅឆ្នាំកំណើតជាបន្តទៅទៀតគឺត្រូវជាមួយនឹងលោកអ្នកដែលកើតឆ្នាំខាលដួងចិត្តរាសីរបស់លោកអ្នកនោះក៏ឃើញថាគឺខ្ពស់ត្រដែតត្រដឹមក្នុងថ្ងៃនេះលោកអ្នកបើធ្វើអ្វីៗក៏តែងតែអាចទទួលបានផលសម្រេចតាមបំណងប្រាថ្នាទាំងអស់ព្រមទាំងបាទបងប្អូនញាតិសន្តានជួយជ្រោមជួយជ្រែងផងដែរដោយឡែកនៅក្នុងថ្ងៃនេះការប្រកបការងារប្រលិតផលល្អបំផុតសម្រាប់កិច្ចការងារសំខាន់ឬក៏កិច្ចការងារចាំបាច់ណាមួយអ្នកប្រកបរបររកស៊ីជួយដូរលាបធ្លាប់តែបលហួរឬក៏ជួបភាពតានតឹងបានផ្លាស់ប្ដូរមកធូរស្រាលបន្តិចវិញហើយបើមានក្រុមអតិថិជនជំពាក់ប្រកាសគេអាចយកមកសងវិញថែមទៀតផងរីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីក៏មានការរីកលូតលាស់ទៅមុខនិងកំពុងតែបើកទំព័រថ្មីសម្រាប់អស់លោកអ្នកហើយជាបន្តទៅទៀតអ្នកគ្រូក៏សូមធ្វើការបកស្រាយគុណគូទូទាយនៅជើងលេខនៅរាសីរបស់លោកអ្នកដែលកើតឆ្នាំថោះវិញម្ដងដួងចិត្តរាសីរបស់លោកអ្នកក៏ឃើញថាគឺល្អជាមធ្យមនោះទេនាថ្ងៃនេះដំណើរចាក់ចេញគឺពីផ្ទះបើទោះពុំមានជាឧបសគ្គឬក៏បញ្ហាមិនល្អចូលយីក៏ពិតមែនតែបើចង់ពឹងពាក់នរណាម្នាក់ក៏តែងតែពុំសម្រេចគឺជោគជ័យដោយក៏បំណងនោះឡើយដោយឡែកបើយើងក្រឡេកមកមើលការប្រកបការងាររបស់ពុកម៉ែបងប្អូនដែលកើតឆ្នាំសត្វនេះផងដែរលោកអ្នកពុំសូវគួរប្រសើរប៉ុន្មាននោះទេហើយបើមានកិច្ចការងារអ្វីដែលសំខាន់ដែលត្រូវដោះស្រាយក៏ឃើញថាមិនអំណោយផលល្អនោះដែរហេតុនេះបើចង់ពន្យាពេលក៏ជាការប្រពៃអ្នកប្រកបរបររកស៊ីជួញដូរក៏ជួបបញ្ហាក្នុងការរកប្រាក់ចំណូលបន្តិចហើយប្រាក់បង្វិលដើមទុនក៏ជួបបញ្ហាលំបាកច្រើនផងដែររីឯបញ្ហាសេចក្តីស្នេហ៍ប្រុសស្រីមានការប្រែប្រួលផ្លាព្រោះជួនត្រូវរៅគ្នាព្រោះជួនទាស់ទេគ្នាចាជាបន្តទៅទៀតអ្នកគ្រូក៏សូមធ្វើការបកស្រាយគុណគូទូទាយនៅជើងលេខនៅឆ្នាំកំណើតគឺត្រូវជាមួយនឹងលោកអ្នកដែលកើតឆ្នាំរោងដោយសារតែមានទៀតមាសដោយសារតែមានពងគឺទេវតាប្រុសដួងចិត្តរាសីរបស់លោកអ្នកនោះក៏ឃើញថាគឺធ្លាក់ស្រុតចោលក្នុងថ្ងៃនេះការពោលពាក្យសម្ដីលោកអ្នកមិនត្រូវសម្ដីតូចសម្ដីធំច្រើនពេកនោះឡើយបើពុំនោះទេងាយនឹងទទួលជារឿងរ៉ាវនឹងរីករាលដាលដែលអាចឈានដល់ការគឺហួងខែងដាក់គ្នាកើតមានឡើងទៅទៀតការប្រកបការងារមិនថាជាកិច្ចការងារជាមន្ត្រីរាជការឬក៏ក្រុមហ៊ុនឯកជនក្តីក៏មានភាពប្រទាំងប្រទើខ្លះផងដែរព្រោះតែក្រុមមនុស្សចាំតែចាប់កំហុសនិងព្យាបាទយីក៏ច្រើនអ្នកប្រកបរបររកស៊ីជួញដូរមានដំណើរការទៅមុខយ៉ាប់យ៉ឺនបន្តិចក៏ពិតមែនតែក៏មានភាពសុខដុមប្រពៃផងដែរដែលឡែកចំពោះសេចក្តីស្នេហាប្រុសស្រីកំឡោះក្រមុំមានការជឿនលឿនទៅមុខតិចតួចបើថយក្រោយវិញនោះក៏ឃើញថាឆាប់រហ័សណាក៏បីប្រយ័ត្នប្រយែងឲ្យបានមែនតែនចាជាបន្តទៅទៀតអ្នកគ្រូក៏សូមធ្វើការបកស្រាយគុណគូទូទាយនៅជើងលេខនៅរាសីរបស់លោកអ្នកដែលកើតឆ្នាំម្សាញ់វិញម្ដងលោកអ្នកដឹងទេថាសម្រាប់ជើងលេខសម្រាប់រាសីរបស់លោកអ្នកដែលកើតឆ្នាំម្សាញ់ក៏ឃើញថាពោះត្រដាត់ត្រដាំបើលោកអ្នកទទួលគឺជោគជ័យអ្វីមួយហើយចូលកុំមានចិត្តគឺអួតក្អេងក្អាងឲ្យសោះប្រយ័ត្នគឺបែរជាកើតនៅរឿងរ៉ាវអាចខាតបង់នៅលៀបសក្ការៈទៅវិញក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកក៏ឃើញថាល្អប្រសើរដូច្នេះហើយបើចង់ពឹងពាក់អ្នកដទៃដោយមានការខ្ចីអ្វីមួយតែងតែសម្រេចជោគជ័យផងដែរចំពោះគឺលោកអ្នកដែលប្រកបរបររកស៊ីជួញដូរមានការចម្រុងចម្រើន
នោះលោះនឹងបើចង់បើករបរថ្មីផងដែរនោះព្រោះតែងតែទទួលបានលទ្ធផលល្អជាជាងផលអាក្រក់ជានិច្ចរីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកំឡោះក្រមុំក៏មានការនឹករលឹកហើយក៏មានការប្រស្រ័យទាក់ទងគ្នាល្អណាស់ចាជាបន្តទៅទៀតអ្នកគ្រូក៏សូមធ្វើការបកស្រាយគុណគូទូទាយនៅជើងលេខនៅរាសីរបស់លោកអ្នកដែលកើតឆ្នាំមមីវិញម្ដងចាចំពោះរាសីប្រជាជើងលេខរបស់លោកអ្នកដែលកើតឆ្នាំមមីក៏ឃើញថាល្អជាមធ្យមនោះទេក្នុងថ្ងៃនេះលោកអ្នកមិនត្រូវមានចិត្តមួម៉ៅក្រៅក្រហាយឲ្យសោះប្រយ័ត្នរឿងរ៉ាវខ្លះខ្លួនឯងត្រូវសោះបែរជាคล้ายទៅជាជនរងគ្រោះទៅវិញទាំងស្ត្រីទាំងបុរសដំណើរជីវិតរបស់លោកអ្នកក៏ជួបបញ្ហាស្មុគស្មាញបន្តិចហើយរាល់ការប្រកបកិច្ចការងារតតែខិតខំប្រឹងប្រែងខ្លាំងទៅទទួលជោគជ័យជំនួយធំទៅរួចអ្នកប្រកបរបររកស៊ីជួញដូរទាំងការជួញទីចិត្តឆ្ងាយការរកផលកម្រៃទោះជួបផលលំបាកក៏មានការហូរចូលមួយគ្រាន់បំពេញបំពង់អញ្ចឹងផងដែរលើឡៃចំពោះសេចក្តីស្នេហ៍ប្រុសស្រីកុំធ្វើអ្វីមួយដែលជ្រួលជ្រើមខុសបែបបទព្រោះសុទ្ធសឹងតែនាំមកនៅសេចក្តីទុក្ខសោកមកវិញតែប៉ុណ្ណោះជាបន្តទៅទៀតអ្នកគ្រូក៏សូមធ្វើការទូទាយបំហាញនៅជើងលេខនៅឆ្នាំកំណើតគឺត្រូវជាមួយនឹងលោកអ្នកដែលកើតឆ្នាំមុំឆ្នាំមុំជប់តារិស័យរបស់លោកអ្នកនោះក៏ឃើញថាគឺធ្លាក់ស្រុតចោលនាថ្ងៃនេះបើទោះបីលោកអ្នកសម្រេចចិត្តអ្វីមួយគឺផលសម្រេចនោះតែងតែពុំសូវឆ្លើយតបដូចជាគាត់បំណងនោះឡើយហើយពិសេសងាយជួបបញ្ហាលំបាកនាពេលក្រោយថែមទៀតផងក្នុងថ្ងៃនេះការប្រកបការងារអ្វីលោកអ្នកក៏គប្បីមានការប្រយ័ត្នប្រយែងបន្តិចព្រោះក្រុមមនុស្សអាក្រក់តាមយាយីនោះក៏មានច្រើនអ្នកប្រកបរបររកស៊ីជួញដូរការជួញទីចិត្តឆ្ងាយក្តីគឺជួបផលលំបាកក្នុងការរកផលចំណូលណាស់ដែរហើយក្រៅពីនេះលោកអ្នកគូប្រយ័ត្នប្រយែងការមានចំនួនវាថែមទៀតផងរីឯបញ្ហាសេចក្តីស្នេហ៍ប្រុសស្រីកំឡោះក្រមុំកុំចង់សាឡបងកម្មគុណប្រយ័ត្នត្រូវមករែកពន្ធភាពទុក្ខសោកនាពេលក្រោយហើយនាំជីវិតមិនភ្លឺស្វាងតាមអ្វីដែលជីវិតត្រូវមាននោះទេចា៎ជាបន្តទៅទៀតអ្នកគ្រូក៏សូមធ្វើការទូទាយបកស្រាយនៅជើងលេខនៅឆ្នាំកំណើតគឺត្រូវជាមួយនឹងលោកអ្នកដែលកើតឆ្នាំវករសារតែមានធាតុដែករសារតែមានពងគឺយៈប្រោរាសីរបស់លោកអ្នកក៏ឃើញថាគឺខ្ពស់ត្រដែតត្រដើមក្នុងថ្ងៃនេះឃើញថាឱកាសល្អមកដល់ហើយដូច្នេះលោកអ្នកត្រូវតែរវិះរវៃប្រញាប់ប្រញាល់ដៃជើងបន្តិចពីព្រោះនេះជាពេលវេលាមាសពេលវេលាប្រាក់ទោះបីធ្វើអ្វីក៏ដោយលោកអ្នកតោងតែងប្រញាប់ប្រញាល់ដៃជើងហើយត្រូវចងចាំថាធ្វើច្រើនទទួលផលច្រើនទៅតាមនោះផងដែរសម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមានភាពលូតលាស់ល្អទៅមកនឹងការរកប្រាក់កម្រៃទៀតសោតក៏គ្រាន់ក៏ប្រសើរជាងមុនដោយឡែកចំពោះសម្ព័ន្ធវាសនាប្រុសស្រីកំឡោះក្រមុំឬក៏ពូម៉ៃក្ដីក៏ជួបរឿងការយល់ខុសនិងភាពប្រឆាយប្រច័ណ្ឌកំពុងតែចូលលុកលុយច្រើនដូច្នេះត្រូវកាត់បន្ថយការបង្កចំនួនចេញពីខ្លួនខ្លះក៏កាន់តែល្អប្រសើរជាបន្តទៅទៀតអ្នកគ្រូក៏សូមធ្វើការទូទាយបកស្រាយនៅជើងលេខនៅឆ្នាំកំណើតគឺត្រូវជាមួយនឹងលោកអ្នកដែលកើតឆ្នាំរោកាដោយសារតែមានធាតុដែកដោយសារតែមានពងគឺយៈប្រោរាសីរបស់លោកអ្នកក៏ឃើញថាគឺល្អជាមធ្យមនោះទេរាសីជើងលេខឃើញថានៅកម្រិតល្អជាមធ្យមដូច្នេះហើយការធ្វើដំណើរពេលយប់ប្រឡប់ពុំសូវជាមានសុខសុវត្ថិភាពទេគួរបន្ថែមការប្រុងប្រយ័ត្នទាំងបុរសទាំងស្ត្រីការប្រកបការងារលោកអ្នកមិនអាចយកភាពមោហៈទោសៈមកដាក់ខ្លួនបាននោះឡើយព្រោះងាយទាញនៅរឿងរ៉ាវពីល្អធ្លាក់ទៅអាក្រក់បានណាស់ផងដែរសម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញដោយសារតែយាអូនកំពុងតែពុំសូវជាល្អគឺនៅកម្រិតមធ្យមដូច្នេះហើយនាំឲ្យមានក្រុមមនុស្សតាមឈ្នានីសនិងព្យាបាទឌីជីក៏ច្រើនដូច្នេះត្រូវរក្សាភាពស្ងប់ស្ងាត់ទៅជាការល្អប្រសើររីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការគិតផ្លូវអាក្រក់ចំពោះគ្នាច្រើនធ្វើឲ្យគឺរកាមរកោមិនស្ទើរនោះទេចា
ជាបន្តទៅទៀតអ្នកគ្រូក៏សូមធ្វើការទូទាយបកស្រាយនៅឆ្នាំកំណើតនៅជើងលេខគឺជាជាងចូលដល់លោកអ្នកដែលកើតឆ្នាំចវិញម្ដងឆ្នាំចដោយសារតែមានធាតុដីដោយសារតែមានពងគឺយៈស្រីរាសីរបស់លោកអ្នកក៏ឃើញថាគឺមិនសូវជាគាត់ប្រសើរប៉ុន្មាននោះទេគឺធ្លាក់ស្រត់ចុះនៅក្នុងថ្ងៃនេះលោកអ្នកចូលប្រយ័ត្នការបាត់បង់អ្វីមួយដោយមិនបានតាំងចិត្តហើយក្រៅពីនេះផងដែរឲ្យប្រយ័ត្នការមានទំនាស់ទាស់ទែងជាមួយនឹងអ្នកដទៃដោយប្រការណាមួយលោកអ្នកប្រកបការងារអ្វីមួយច្រើនតែមិនសម្រេចលទ្ធផលនិងបើមានការជជែកអ្វីក៏ច្រើនតែទាស់ពាក្យសម្ដីគ្នាទៅទៀតដែលប្រកបរបររកស៊ីជួញដូរការរកផលកម្រៃមិនលោភលន់នោះឡើយបើពុំនោះទេប្រយ័ត្នបានបាត់ដៃទៅទេវិលត្រឡប់ចូលផ្ទះវិញរីឯបញ្ហាស្នេហ៍ប្រស័យកំឡោះក្រមុំមានការលេចចេញនៅបាតុភិបរកម្មរកខ្លះដោយសារតែការប្រច័ណ្ឌប្រច័ណ្ឌកំពុងតែបិទបានមកចាជាបន្តទៅទៀតអ្នកគ្រូក៏សូមធ្វើការបកស្រាយគុណគូទូទាយជើងលេខនៅឆ្នាំកំណើតគឺត្រូវជាមួយនឹងលោកអ្នកដែលកើតឆ្នាំកុលជប់ចតារាស័យរបស់លោកអ្នកក៏ឃើញថាគឺខ្ពស់ត្រដែតត្រដាំក្នុងពេលនេះលោកអ្នកមានអារម្មណ៍គឺភ្លឺថ្លាក៏ដូចជាមានគំនិតប្រាជ្ញាក៏ឃើញថាឆ្លាតវៃទោះចង់ធ្វើអ្វីមួយក៏តែងតែអាចពុះពៀក៏តែងតែអាចសម្រេចនូវគោលបំណងប្រាថ្នាផងដែរម្ល៉េះហើយបើទោះបីធ្វើអ្វីក៏ដោយតែងតែមានលក្ខណៈពេញដៃពេញជើងនិងមានជោគមានជ័យជាច្រើនផងដែរសម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកទទួលរងនៅការនឿយហត់និងទទួលរងនៅសម្ពាធក៏ច្រើនប៉ុន្តែយ៉ាងណាផលកម្រៃក៏គ្រាន់បានមួយចាយវាយទប់ទល់ដោយឡែកចំពោះសម្ព័ន្ធវិស្នេហ៍ប្រុសស្រីក៏មានភាពគឺស្រស់ស្រាយប្រៀបដូចជាត្រីក្នុងទឹកនារដូវខែវស្សាដូច្នោះផងដែរចា៎សម្រាប់ការពុនគូទូទាយនៅជើងលេខនៅហោរាសាស្ត្រប្រចាំថ្ងៃក៏ត្រូវបានបញ្ចប់ផងដែរខណៈពេលនេះដែរនាងខ្ញុំស្រីពេជ្រសូមធ្វើការអធិស្ឋានរាល់កំហុសខុសឆ្គងនៅក្នុងការអានជូនក៏ដូចជាពាក្យពេចន៍នៅអក្ខរាវិរុទ្ធដោយមិនបានត្រឹមត្រូវនាងខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូនជួយចុច like និងចុច subscribe នៅ channel ថ្មីនេះផងខណៈពេលនេះដែរនាងខ្ញុំក៏សូមអរគុណនិងសូមគោរពលា